ព្រៃប្រាតបជាប់ពីព្រៃប្រានេះជាខាងជើងវត្តព្រៃប្រាបាទខាងជើងវត្តព្រៃប្រានេះវត្តព្រៃប្រាបាទវត្តព្រៃប្រាខ្ញុំគេតបជាប់ពីឆ្លងផ្លូវខាងជើងវត្តព្រៃប្រានោះធ្វើទៅតាមដឹងថាជាទៅដល់ពេញហួតបឹងស្នោបាទពេញហួតបឹងស្នោគឺដល់ថៃក៏ដល់អីចឹងណាឥឡូវហ្នឹងស្ពានហ្នឹងមើលទៅដូចជាបាន60-70% មើលទៅសំខាន់តែគ្រឹះហ្នឹងទេបាទគ្រឹះហ្នឹងអញ្ចឹងពេលហើយគ្រឹះហ្នឹងចាក់សាច់ស្ពានពីលើបាទតួស្ពានពីលើហើយអញ្ចឹងធ្វើមើលតំណងហ្មងបងប្អូនបាទហ្មងជាផ្សេងកដាលនេះចំណុចកដាលដោយសារកន្លែងហ្នឹងគឺកប៉ាល់ឆ្លងកាត់បាទកប៉ាល់ទៅឆ្លងកាត់អញ្ចឹងគេធ្វើយ៉ាងហ្មងតាំងព្រែកប្រាទៅខាងនោះគឺក្បែរនឹងក្រៅខាងនោះទៅឆ្លងកាត់ផ្លូវជាលេខ 2បាទឆ្លងកាត់ផ្លូវជាលេខ 2ម្លងផ្លូវជាលេខ 2ហ្នឹងគឺជាទៅដល់60 ម៉ែត្របាទឆ្លងកាត់ខណ្ឌមានជ័យបាទសាលាខណ្ឌមានជ័យប្លុកឡំសាលាខណ្ឌមានជ័យបាទហើយនោះបាទនេះសាលា ACE គឺនៅក្បែរសាលា ACE ហ្នឹងហ្មងបាទសាលាអន្តរជាតិអូស្ត្រាលី ACE Australia Center for Education បាទហើយនេះមណ្ឌលសុខភាពពេទ្យចាក់ថ្ងៃក្រោមបងប្អូនបាទចាក់ថ្ងៃក្រោមនោះសាលាគេសាលា AIS នោះណាសាលា AIS អញ្ចឹងរដូវកាលនេះគឺថ្ងៃទី23បាទថ្ងៃទី23ខែតុលាឆ្នាំ2025អញ្ចឹងស្ពាននេះធ្វើបានច្រើនហើយមែនតើបាទអញ្ចឹងទីទៀតយើងមានស្ពានច្រើនណាក្បែរផ្ទះខ្ញុំដែរដែលខ្ញុំអាចឆ្លងជិះកង់ហាត់ប្រាណហាត់អីបានហើយស្ទូចត្រីបានទេបងប្អូនមើលទៅនោះដែរស្លាយស្ទូចត្រីក៏ដូចដែរបាទអញ្ចឹងសមិទ្ធផលបាទការកើតឡើងរហូតបាទការអភិវឌ្ឍគេថារចនាសម្ព័ន្ធទឹកជូនផ្លូវគោកទឹកបាទគឺមានការរីកចម្រើនស្គីច្រើនគួរកត់ស្គាល់ហើយស្ពាននេះស្អាតបងប្អូនមើលទៅតំណងចាំមើលហើយខ្ញុំនឹងមានថតជូនអ្នកនរគ្នាបាទថតជូនមើលពេលហើយបាទឬក៏មុនហើយអីហ្នឹងតបជាប់អីហ្នឹងគឺខ្ញុំមានឱកាសមកខ្ញុំថតជូនបងប្អូនមើលដើម្បីបានដឹងពីវឌ្ឍនភាពរបស់ស្ពានហើយស្រួលមែនតើមើលផ្ទះបងប្អូនខ្ញុំនៅត្រូវខាងនោះច្រើនដែរបាទខាងចាក់ងែខាងអីហ្នឹងអញ្ចឹងវាគៀកគ្នាអាចឆ្លងរាល់ដងខ្ញុំឆ្លងតាមស្ពានព្រៃស្រមោងឬក៏ស្ពានបាអំពើខាងនោះស្ពានព្រះទេវវង្សឬក៏ស្ពានព្រៃស្រមោងនៅខាងនោះបាទតែឥឡូវនេះគឺអត់ទេគឺខ្ញុំមានទីទៀតមានស្ពាននេះមួយឯងដែលវាសួរខ្ញុំសឹងតែខ្ញុំជិះកង់ឬក៏ខ្ញុំដើរហាត់ប្រាណបានបាទអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូបាទចិត្តហើយស្ពាននេះអរគុណច្រើន